សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះនេះកូនពៅរំអុកចង់ជិះម៉ូតូដើរលេងអញ្ចឹងក៏ដឹកនាំទៅតែម្ដងតែមិនមែនទៅដើរលេងទេអ្នកទាំងអស់គ្នាទៅទិញបាយហូបថ្ងៃត្រង់អញ្ចឹងណាអ្នកទាំងអស់គ្នាមានបាយមានម្ហូបតែនេះកន្លែងហូបទិញគាត់អត់លក់អញ្ចឹងក៏ទៅកន្លែងមួយទៀតនេះកន្លែងមួយទៀតហ្នឹងគឺមានតឡមានត្រីមានប្រហិតមានគោងៀតមានសាច់ជ្រូកអាំងអូយទៅច្រើនមែនតើអ្នកទាំងអស់គ្នាពងទាប្រៃផងពងទាចៀនផងសាច់ក្រកផងប្រហុកខ្ចប់ទៀតហើយឥឡូវយើងទិញបានណាឥឡូវមកដល់កន្លែងធ្វើការរបស់ខ្ញុំវិញហើយរៀបចំហូបបាយថ្ងៃត្រង់អញ្ចឹងណានេះអ្នកគេជួយគេលើកអីមកអញ្ចឹងទៅនេះហើយមើលទៅលើកយូរពេកចឹងលាតបាយញ៉ាំមុនសិនហើយរំកៅអីមកដល់អញ្ចឹងណាហើយម្ហូបថ្ងៃនេះក៏អត់មានអីច្រើនដែរនេះមានតែបាយ3ប្រអប់ហើយនឹងសាច់ជ្រូកអាំង4ចង្កាក់ហើយនឹងត្រីកេះជាមួយនឹងសាប់ស្វាយហើយនឹងបុក7ហើយមកអ្នកទាំងអស់គ្នាញ៉ាំអាហារថ្ងៃត្រង់ជាមួយខ្ញុំហើយសម្រាប់អ្នកទាំងអស់គ្នាបានម្ហូបអីដែរថ្ងៃហ្នឹងហើយសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអើយប៉ុន្តែគឺឆ្ងាញ់ណាត្រីហ្នឹងឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលចិត្តនិងតាមដានមើលរហូតមក